ជាស្ត្រីមេម៉ាយចាស់ម្នាក់រស់នៅទាំងវេទនាស្ពាយរងកំពីមើលថែកូន5នាក់តស៊ូខំប្រឹងយ៉ាងសស្រាក់ដើម្បីអ្នកមិនដែលរអ៊ូមួយម៉ាត់បាត់រកសារហូតកូនធំពេញវ័យមានគ្រួសារថ្មីរៀងខ្លួនអស់បាត់ម្ដាយគិតថាអស់កំនឹងបានរស់នៅយ៉ាងស្ងៀមស្ងាត់តែនៅមិនបាត់ទឹកភ្នែកត្រូវហូរថ្ងៃរាល់យប់គេងអបទុកធំធ្ងន់ដូចទួលភ្នំម្ដាយសែនហត់នឿយមេត្តាកូនអើយអសូរមិនចាស់នេះផងយប់ឈើស្ងាត់ឈឹងម្ដាយអង្គុយយំអោបជង្គង់រងចាំភ្លឺកូនមិនដឹងទៅណាទឹកភ្នែកស្រក់ហូរដោយគ្មានវាចាកូនគួរពិចារណាថ្ងៃណាទើបកូនយល់ចិត្តដៃចារាល់យប់គេអបទុកធំធ្ងន់ដូចទួលភ្នំម្ដាយសែនហត់នឿយមេត្តាកូនអើយអសូរមិនចាស់នេះផងយប់ឈើស្ងាត់ឈឹងម្ដាយអង្គុយយំមកជង្គង់រងចាំភ្លឺកូនមិនដឹងទៅណាទឹកភ្នែកស្រក់ហូរដោយគ្មានវាចាកូនគួរពិចារណាថ្ងៃណាទើបកូនយល់ចិត្តដៃចាទឹកភ្នែកម៉ែហូរស្រក់ទាំងយប់ទាំងថ្ងៃសងខឹងមាថ្លៃ